ដោយស្ថានភាពនៅតំបន់មជ្ឈមបវានៅតែបន្តកើនឡើងការអភិវឌ្ឍចុងក្រោយបង្អស់គឺថាសហរដ្ឋអាមេរិកបានធ្វើការបញ្ជូននាវាផ្ទុកយន្តហោះចំនួន2គ្រឿងឲ្យត្រឡប់ទៅឈូងសមុទ្រអូម៉ង់វិញដើម្បីធ្វើការដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ម្ដងទៀតទន្ទឹមនឹងនេះដែរលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បានធ្វើការគម្រាមថានឹងធ្វើការសងសឹកចំពោះការប៉ុនប៉ងធ្វើឃាតនេះបន្ទាប់ពីរបាយការណ៍ថាស៊ើបការសម្ងាត់ពីអ៊ីស្រាអែលថាទីក្រុងប្រទេសអ៊ីរ៉ង់មានគម្រោងនឹងធ្វើឃាតមេដឹកនាំរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏បានថ្លែងថាប្រសិនបើដូច្នេះមែនសហរដ្ឋអាមេរិកមានមីស៊ីលយ៉ាងហោចណាស់ 1000 គ្រាប់ដែលត្រៀមបាញ់ឆ្លងកាត់ទីក្រុងប្រទេសអ៊ីរ៉ង់ចំពោះប្រទេសអ៊ីរ៉ង់វិញមេដឹកនាំកម្ពុជាបច្ចុប្បន្នបានចេញសេចក្តីថ្លែងការណ៍ថ្មីដោយសន្យាសងសឹកប្រឆាំងជាមួយនឹងអ្នកដែលពាក់ព័ន្ធទាំងអស់ទីក្រុងប្រទេសអ៊ីរ៉ង់ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមទម្រង់ដើម្បីសងសឹកនឹងការឈ្លានពានណាមួយនេះកើតឡើងនៅពេលដែលព័ត៌មានលម្អិតចលនាកងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកត្រូវបានបង្ហាញនៅថ្ងៃនេះនាវា USS Abraham Lincoln របស់កងទ័ពជើងទឹករបស់អាមេរិកត្រូវបានគេរាយការណ៍ថាបានធ្វើការវិលត្រឡប់ទៅកាន់តំបន់មជ្ឈមបវាវិញហើយរូបភាពផ្កាយរណបក៏បានបង្ហាញថាវានៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ចម្ងាយប្រហែលជា250គីឡូម៉ែត្រតែប៉ុណ្ណោះជាមួយនឹងនាវាចម្បាំងចំនួន20គ្រឿងទោះជាយ៉ាងណាក៏ដោយវានៅតែមិនទាន់មានការបញ្ជាក់ថាតើនេះបង្ហាញអំពីការប្រឈមមុខដាក់គ្នាខាងយោធាថ្មីរវាងសហរដ្ឋអាមេរិកហើយនិងទីក្រុងអ៊ីរ៉ង់ដែរឬក៏អត់ប៉ុន្តែបានបង្ហាញថាសហរដ្ឋអាមេរិកគឺកំពុងតែបង្កើនសកម្មភាពយ៉ាងខ្លាំងទៅលើទីក្រុងប្រទេសអ៊ីរ៉ង់ហើយវាអាចទៅរួចដែលពួកគេនឹងស្ដារឡើងវិញនៅវិធានការដើម្បីគ្រប់គ្រងនិងធ្វើការរារាំងដឹកជញ្ជូននៅក្នុងច្រកសមុទ្រហូម៉ូសនិងជុំវិញប្រទេសអ៊ីរ៉ង់ផងដែរមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានបង្កើននឹងការទាមទាររបស់ពួកគេសម្រាប់អ៊ីរ៉ង់ឲ្យប្រកាសជាសាធារណៈថាច្រកសមុទ្រហូម៉ូសនឹងនៅតែអាចធ្វើចរាចរណ៍បានហើយនឹងមិនមានការវាយប្រហារបន្ថែមទៀតទេដោយផ្ដល់ឲ្យអ៊ីរ៉ង់24ម៉ោងដើម្បីធ្វើការសម្រេចចិត្តជាមួយនឹងសហរដ្ឋអាមេរិកនេះបង្ហាញអំពីការបើកច្រកផ្លូវសម្រាប់ប្រទេសអ៊ីរ៉ង់ដើម្បីបន្តការចរចាតាមរយៈអ្នកសម្របសម្រួលនៅក្នុងតំបន់ដូចជាកាតាហើយនិងអូម៉ង់ផងដែរពីមុនសហរដ្ឋអាមេរិកក៏បានអះអាងថាអ៊ីរ៉ង់បានយល់ព្រមបន្តនៅក្នុងការចរចាបើទោះបីជាមានការផលប៉ះពាល់ប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងរយៈពេល3ថ្ងៃនៅក្នុងសប្តាហ៍នេះក៏ដោយខណៈពេលដែលបទឈប់បាញ់រវាងភាគីទាំងពីរបានបញ្ចប់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បានបង្ហាញការព្រមានថាមីស៊ីលចំនួន1000គ្រាប់ត្រូវបានដាក់ពង្រាយយ៉ាងពេញលេញហើយនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការវាយប្រហារនៅក្នុងតំបន់ណាមួយនៃទីក្រុងប្រទេសអ៊ីរ៉ង់ប្រសិនបើមានផែនការធ្វើឃាតទៅកាន់លោកមានរបាយការណ៍ថាសហរដ្ឋអាមេរិកបានប្រកាសនឹងដាក់ទណ្ឌកម្មបន្ថែមទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់ច្រកសមុទ្រហូម៉ូសទណ្ឌកម្មលើការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានដាក់ឡើងវិញដោយពង្រីកដល់បណ្ដាអាជីវកម្មក្រុមមូលធននិងក្រុមហ៊ុនឯកជនជាច្រើនដែលផ្ដល់ហិរញ្ញសម្បទានដល់រដ្ឋាភិបាលនិងយោធាអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់ថាប្រសិនបើយោធាអាមេរិកនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួនលើមូលដ្ឋានកងទ័ពអាមេរិកនៅក្នុងតំបន់នេះវានឹងក្លាយទៅជាគោលដៅនៃការវាយប្រហារយ៉ាងធ្ងន់ធ្ងរភ្លាមៗដោយកាសែត AI អាចារ្យសារាក៏បានរាយការណ៍ថាប្រធានសភាអ៊ីរ៉ង់និងប្រធានក្រុមចរចាកម្រិតខ្ពស់របស់ប្រទេសអ៊ីរ៉ង់ក៏បានបង្ហាញថាអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមទ្រង់ទ្រាយធំហើយនឹងមិនចុះចាញ់ឡើយប្រសិនបើត្រូវបានវាយប្រហារទន្ទឹមនឹងនេះដែរទីភ្នាក់ងារសារព័ត៌មានថាសនីមរបស់ប្រទេសអ៊ីរ៉ង់ក៏បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានមកដល់ប្រទេសអូម៉ង់ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហូម៉ូស
បន្ទាប់ពីការរិះគន់របស់សហរដ្ឋអាមេរិកចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងអនុសារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរក៏បានបង្ហាញផងដែរថាការពិភាក្សារវាងទីក្រុងប្រទេសអារ៉ង់ហើយនិងអូម៉ង់ដែលជាប្រទេសទាំងពីរដែលស្ថិតនៅភាគខាងជើងនិងភាគខាងត្បូងនៃច្រកសមុទ្រហូម៉ូសបន្ទាប់ពីការចរចារយៈពេល2ខែអ៊ីរ៉ង់ក៏បានបញ្ជាក់ជាថ្មីនៅសិទ្ធិនៃការស្របច្បាប់របស់ខ្លួននៅក្នុងការគ្រប់គ្រងច្រកសមុទ្រហូម៉ូសដោយសារតែហេតុផលសន្តិសុខផងដែរនេះគឺដោយសារតែផ្នែកខ្លះនៃច្រកសមុទ្រហូម៉ូសនៃយុទ្ធសាស្ត្រស្ថិតនៅក្នុងដែនទឹកដីរបស់ប្រទេសអារ៉ង់ហើយក្រោមច្បាប់អន្តរជាតិរដ្ឋស្នេហ៍សមុទ្រមានអធិបតេយ្យភាពលើតំបន់នោះប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអារ៉ង់ក៏បានរាយការណ៍ផងដែរថាអាញាធរអ៊ីរ៉ង់បានបើកស្ពានផ្លូវដែកឡើងវិញនៅក្នុងខេត្ត Golestan ភាគខាងជើងនៃប្រទេសអារ៉ង់បន្ទាប់ពីត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍មុនអភិបាលរដ្ឋក៏បានបង្ហាញថាការបើកស្ពានដែលខូចខាតឡើងវិញតិចជាង24ម៉ោងបន្ទាប់ពីការវាយប្រហារគឺជាការឆ្លើយតបដាក់ជាក់ស្ដែងពីតំបន់នោះចំពោះការគំរាមកំហែងនិងសកម្មភាពរបស់សត្រូវការជួសជុលស្ពានត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សដោយនេះគឺជាផ្លូវគោកដ៏សំខាន់មួយដែលភ្ជាប់ពីអ៊ីរ៉ង់ជាមួយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់ដោយស្ពាននេះក៏ភ្ជាប់ពីអ៊ីរ៉ង់ជាមួយនឹងប្រទេសរុស្ស៊ីនិងអាស៊ីកណ្ដាលផងដែរដោយជាពិសេសបន្ទាប់ពីមានផលប៉ះពាល់ដោយសហរដ្ឋអាមេរិកបានធ្វើការបិទផ្លូវទឹករបស់ប្រទេសអារ៉ង់ផ្លូវនេះក៏បានคล้ายទៅជាតំបន់មួយនៅក្នុងការដឹកជញ្ជូនដ៏សំខាន់របស់ប្រទេសអារ៉ង់ផងដែរសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តជួយ Subscribe ឬក៏ Like ឬក៏ Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ